បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូអសុបរានជ័យតិតសូមចែករំលែករុក្ខជាតិមួយទៀតហើយដែលខ្ញុំមកជើងភ្នំជ្រាវនេះបងប្អូនហើយរុក្ខជាតិនេះផងដែរពាក់ព័ន្ធនឹងអសុបរានខ្មែរយើងខ្ញុំបាទលើកយកមកបញ្ញាក្អែកដើមម្រិញបងប្អូនហើយពាក់ព័ន្ធនឹងអសុបរានខ្មែរយើងកបនឹងជំងឺគិះគ្រប់មុខគិះខ្យល់គិះភ្លើងគិះថ្មអីចឹងបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំមកជើងភ្នំជ្រាវបងប្អូនហើយជើងភ្នំជ្រាវនេះសម្បូរទៅថ្នាំឱសថបុរាណខ្មែរយើងច្រើនណាបងប្អូនហើយបងប្អូនមើលហ្នឹងគឺបញ្ញាក្អែកដើមម្រិញបងប្អូនហើយពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងត្រូវសម្រាប់ទៅត្រូវគិះបងប្អូនណាគិះទឹកគិះភ្លើងគិះខ្យល់បងប្អូនបើសិនបងប្អូនយកបញ្ញាក្អែកដើមម្រិញនេះយកទៅប្រើប្រាស់ហើយបងប្អូនយកទៅប្រើទៅបងប្អូនហាលឲ្យស្ងួតហើយធ្វើអនាម័យស្អាតលាងទឹកឲ្យស្អាតចឹងណាបងប្អូនយកទៅប្រើហើយកបជំងឺដូចខ្ញុំនិយាយចឹងគិះទឹកគិះភ្លើងគិះខ្យល់និងគិះថ្មបងប្អូនក៏ត្រូវដែរបងប្អូនណាហើយដាក់25ក្រាមទៅ30ក្រាមបានហើយឱសថនេះគេតមដាំឆ្នាំងដែកបងប្អូនហើយគេដាំតែឆ្នាំងដីទេកាលណាដាំឆ្នាំងដែកវាអត់សូវមានប្រសិទ្ធភាពព្រោះយើងប្រគុំធាតុឆ្នាំងដីវាមានធាតុដីពួកអីរុក្ខជាតិនេះវាខ្វះធាតុដីបើយើងយកទៅប្រើទៅវាអត់សមប្រកបទេកាលណាយើងដាក់ដាំឆ្នាំងដីវាសមប្រកបប្រកែរុក្ខជាតិនេះសម្រាប់គិះហើយនឹងមួយបងប្អូនណាមួយទៀតបងប្អូនប្រើទៅលើម្រិញយើងកាលពីដើមវាមានសម្បូរកើតម្រិញណាបងប្អូនប៉ុន្តែឥឡូវវាមិនសូវកើតម្រិញទេដោយសារសម័យកាលវាឆ្លងកាត់ដោយមនុស្សចេះដឹងនៅអនាម័យពងពោះអនាម័យល្អប្រសើរទៅវាអត់សូវកើតពីដើមកើតម្រិញហ្នឹងម្រិញកកម្រិញអីចឹងណាបងប្អូនអាហ្នឹងគេដាក់ឆ្នាំងដាំទៅដល់ឆ្នាំងដីដែរបងប្អូនណាដាក់20ទៅ30ក្រាមដូចគ្នាចឹងហ្នឹងកើតម្រិញហើយម្រិញបងប្អូនត្រូវចាំថាបើសិនជាបងប្អូនទៅសួរសុខទុក្ខអ្នកម្រិញកើតម្រិញវាឆ្លងពេលបងប្អូននៅលើខ្យល់អត់អីទេឧទាហរណ៍ថាបងប្អូនដាក់ចង្ហាន់សម្រាប់អ្នកជំងឺកុំនៅក្រោមខ្យល់ហ្នឹងវាអាចឆ្លងពេលមេរោគម្រិញហ្នឹងវាយើងដកដង្ហើមទៅវាឆ្លងណាបងប្អូនបើទៅសួរសុខទុក្ខអ្នកជំងឺគេនៅលើខ្យល់ហ្នឹងម្រិញហើយដាំពិសាទទួលទានទៅរុក្ខជាតិបញ្ញាក្អែកដើមម្រិញនេះនឹងជាសះស្បើយតែមកមុខទេបងប្អូនពីដើមបងប្អូនណាគ្រូឱសថបុរាណជើងចាស់រុក្ខជាតិមួយទេដើម្បីព្យាបាលរោគត្រួតរោគហើយប្រើរុក្ខជាតិមួយបើមានរោគ2បានប្រើរុក្ខជាតិ2ជួនកាលណារុក្ខជាតិមួយហ្នឹងវាប្រើដល់រោគ2 3នោះដែលរោគពាក់ព័ន្ធនឹងជំងឺដែលលោកអ៊ីសីត្រួតរោគហើយអញ្ចឹងដាក់តែរុក្ខជាតិតែមួយនឹងទេអញ្ចឹងណាបងប្អូនដល់សម័យក្រោយៗមកគេផ្សំច្រើនមុខចំនួនប្រទេសយើងនៅមហាអាណាចក្រកម្ពុជាបងប្អូនដែលមានមន្ទីរពេទ្យបុរាណ102នោះចំនួននោះគេប្រើភាគច្រើនគេប្រើតែរុក្ខជាតិមួយមុខទេពេលមកដល់ក្រោយមកវាបំលាយកាត់ស្រុកខ្មែរយើងការដើមមានថ្នាំពេទ្យថ្នាំវិទ្យាសាស្ត្រណាបងប្អូនមានតែថ្នាំឱសថបុរាណហ្នឹងថ្នាំសម័យទៅចូលឆ្នាំ1951ទេដែលតែឱសថសម័យចូលជួយសង្គ្រាមលោកទី2ហើយបារាំងនាំចូលឱសថសម័យបារាំងមកទៅឆ្នាំ1951ហ្នឹងបាននាំចូលឱសថសម័យខ្លះមកពីដើមជាបាលជំងឺដោយគ្រូឱសថបុរាណនិងអេសីពីដើមជាបាលមនុស្សដោយប្រើរុក្ខជាតិនេះឯងបងប្អូនហើយមានអាយុវែងទៀតអាយុពីដើមបងប្អូនណាតូចបំផុតក៏80ជាងដែរហើយច្រើន100 101 100 101ឥឡូវតា60ចង់ទៅណាតណីហើយស្មាទោសបងប្អូនដូច្នេះយើងទៅប្រើធម្មជាតិចេះរស់នៅនឹងធម្មជាតិធ្វើកំសាន្តនៅធម្មជាតិដូចជាជើងភ្នំមាត់សមុទ្រអញ្ចឹងទៅធ្វើឲ្យយើងអាយុវែងធម្មជាតិឲ្យដង្ហើមយើងបរិសុទ្ធបងប្អូនហើយបើសិនជាបងប្អូនមើលឃើញថាមានប្រយោជន៍ស្ដាប់ទៅថាមានប្រយោជន៍បងប្អូនជួយ like ជួយ share ឲ្យលោកគ្រូបានអ្នកមួយផងបងប្អូនហើយថ្ងៃក្រោយលោកគ្រូដើររុក្ខជាតិពិសេសចែកជូនបងប្អូនជាធម្មទានដើម្បីបម្រើសុខភាពបងប្អូនហើយនៅជាចុងក្រោយនេះខ្ញុំបាទ
គ្រូសុបរានជ័យទឹកសូមបួងសួងនៅវត្ថុទាំងឡាយក្នុងលោកមានព្រះអរិយបុគ្គលជាដើមសូមឲ្យព្រះអរិយបុគ្គលនោះបង្ហោះបង្ហើផ្លុំជួយបង្ហើរោគគាបជាធិបងប្អូនឲ្យជាសះស្បើយវិនិច្ឆ័យសន្តិអស័យសតោម្យ៉ាងទៀតសូមពរជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយខណៈពេលនេះខ្ញុំបាទគ្រូសុបរានជ័យទឹកសូមគោរពសូមជម្រាបលា